តម្លៃមាសកំពុងតែស្ថិតនៅក្នុងតំបន់តម្លៃ sideways ឬរងចាំការសម្រេចចិត្តដែលយើងហៅថា consolidation បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ការជួញដូរនៅក្នុងតម្លៃហាងឆេងមាសឬក្នុងវិស័យ forex តម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះបានចុះមកដល់តម្លៃ $3,867 ដុល្លារឬ$4,560 ជាងដុល្លារក្នុងមួយតម្លឹងអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការជួញដូរតម្លៃហាងឆេងមាសជាពិសេសសម្រាប់ថ្ងៃនេះខ្ញុំrecommend ឲ្យបងប្អូនរងចាំឲ្យតម្លៃមាសធ្វើការបំបែកតំបន់តម្លៃនេះសិនគឺតំបន់តម្លៃ 38.70 ទៅ 38.60 ដោយសារតែបច្ចុប្បន្ននេះតម្លៃមាសកំពុងតែ sideways នៅក្នុងតំបន់តម្លៃហ្នឹងអញ្ចឹងបើសិនជាវាមិនទាន់មានការបំបែកទេវានឹងដើរចុះឡើងនៅក្នុងតំបន់នេះហើយជាទូទៅនៅក្នុងការជួញដូរនៅក្នុង sideways វាអាចជាផលចំណេញខ្លីប៉ុន្តែនៅពេលដែលទីផ្សារបំបែកវានឹងធ្វើការសម្រេចចិត្តហើយវានឹងដើរខ្លាំងអញ្ចឹងអាចនឹងធ្វើឲ្យបងប្អូនជួបនៅហានិភ័យខាតបង់ច្រើនផងដែរអញ្ចឹងសម្រាប់ខ្ញុំបើសិនជាទីផ្សារថ្ងៃនេះក្នុង candlestick 1ម៉ោង time frame 1ម៉ោងឬ4ម៉ោងមានការបិទលើតម្លៃ $3,870 យើងអាចរងចាំធ្វើការទិញឡើងនៅក្នុងតំបន់0តំបន់នេះនៅពេលដែលវា pull back មកវិញប៉ុន្តែបើសិនជាតម្លៃមាសបំបែកតម្លៃនេះមកក្រោមយើងរងចាំធ្វើការមើល confirmation នៅក្នុង0ទី2គឺ 38.35 ទៅ 38.25 ហើយ0ទី3ដែលខ្ញុំរងចាំទិញឡើងនោះគឺ 37.80 ទៅ 37.75 ហើយកាលពីម្សិលមិញនៅក្នុងតំបន់តម្លៃ 38.70 ទៅ 38.60 នេះខ្ញុំក៏បានធ្វើការទិញឡើងហើយក៏ទទួលបានផលចំណេញដែរនេះនៅក្នុង channel VIP ហើយគ្រាន់តែមុនពេលតម្លៃមាសធ្លាក់ចុះម្ដងនេះខ្ញុំបាន confirm ទៅកាន់បងប្អូនក្នុងក្រុមថាត្រៀមធ្វើការរងចាំមើលនៅ price action ក៏ដូចជា confirmation ហើយនៅពេលដែលមាន confirmation ខ្ញុំក៏បាន print នៅ reason ដែលយើងរងចាំធ្វើការចូលជួញដូរទាំងអស់គ្នាហើយដោយជា reason នោះគឺយើងទទួលបានផលចំណេញខ្លះដែរប្រហែលជា50ទៅ70 pip អញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការសិក្សាស្វែងយល់បន្ថែមទៅលើវិស័យ forex ឬការជួញដូរឧបករណ៍និស្សិតក៏ដូចជាបើកគណនីឬមួយត្រូវការក្រុម support អាចធ្វើការទំនាក់ទំនងក៏ដូចជា scan នៅ QR code សម្រាប់ចូលជា channel Telegram ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអរគុណ